បើយើងទៅសេ2000ពាក្យក្នុងមួយថ្ងៃតើវាអាចទៅរួចអត់ ចឹងឯហ្នឹងគឺពួកយើងនឹងសាកទៅសេពាក្យនេះឲ្យបាន2000ដងលក្ខខណ្ឌទី1គឺពួកយើងត្រូវចែកគ្នាម្នាក់1000ពាក្យអត់ចាំយូរគឺពួកយើងក៏បានចាប់ផ្ដើមទៅសេយកហ្មងនិយាយទៅគឺតាំងពីចប់ high school មកគឺពួកយើងហានទៅសេដែរយូរហើយចឹងតើឥឡូវហ្នឹងគឺវាអាចរៀងហឹងដៃហើយសរសេររៀងយឺតជាងមុនតិចប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺថាយើងមានពេលតែមួយថ្ងៃហ្នឹងឯងខ្ញុំមានអារម្មណ៍ថាសរសេរយូរទៅវារៀងចុកដៃដែរតាសារសម័យមកសងសានមកបោះខ្ញុំចប់បាត់ហើយឡងដូចក្តាមទេអត់រៀនសើចលឺព្រោះនៅនេះគេស្ងាត់អញ្ចឹងទៅយើងត្រូវស្ងាត់តាមគេដែរពេលដែលយើងចាប់ផ្ដើមសរសេរហ្នឹងគឺវាពេលថ្ងៃម៉ោង2ហើយអញ្ចឹងបានន័យថាយើងនៅសល់ពេលពាក់កណ្ដាលថ្ងៃទៀតដែលសម្រាប់សរសេរសម្រាប់ដៃខ្លះហើយនឹងធ្វើលក្ខខណ្ឌ2ទៀតដែលយើងមានលក្ខខណ្ឌទី2គឺរាល់200ពាក្យដែលយើងសរសេរហ្នឹងគឺយើងត្រូវ selfie មួយហើយលក្ខខណ្ឌចុងក្រោយពេលដែលយើងសរសេរហើយយើងនឹងប្រាប់ថាពាក្យហ្នឹងជាពាក្យអ្វីហើយមូលហេតុអីបានយើងសរសេរពាក្យហ្នឹងឥឡូវខ្ញុំចិត្តបាន200ហើយខ្ញុំមានអារម្មណ៍ថាពេលសរសេរយូរវាចុកដៃណាឆ្លងការថ្នាក់ពីក្មេងពេលខ្ញុំភ្លេចធ្វើ homework អញ្ចឹងទៅគ្រូដាក់ថាសុំទោសខ្ញុំភ្លេចធ្វើកិច្ចការផ្ទះសុំទោសខ្ញុំភ្លេចធ្វើកិច្ចការផ្ទះសេ20ចប់អញ្ចឹងបើសិនជាបងប្អូនណាចង់ដូចខ្ញុំអីគ្រាន់ភ្លេចធ្វើ homework បាទអត់ដូចខ្ញុំនិយាយលេងទេត្រូវធ្វើ homework កុំកិច្ច homework វាអត់ល្អទេណាគេខ្លះដែលនៅពីក្មេងធ្លាប់ភ្លេចធ្វើ homework ហើយប្រាប់គ្រូថាបាត់ក្រដាស់ homework នឹងពេលធ្វើហើយតែបាត់ភ្លេចធ្វើសោះនោះថាហើយក្រដាស់នឹងបាត់ចប់ពីរឿងសរសេរ homework ឥឡូវហ្នឹងគឺពួកយើងសរសេរបន្តទៀតដោយសារតែយើងឃើញថាពេលដែលយើងអង្គុយលេងនិយាយបណ្ដាហើយសរសេរបណ្ដាហ្នឹងគឺវាអស់រយៈពេល1ម៉ោងជាងហើយអញ្ចឹងយើងក៏សរសេរបន្តទៀតហើយក៏បានក្រុមម្នាក់200ពាក្យប៉ុន្តែយើងនឹងបង្ហាញនៅខាងចុងវីដេអូដោយសារតែយើងនឹងប្រាប់ថាពាក្យហ្នឹងជាពាក្យអីដូចគ្នាតោះពីបានថតរូបហ្នឹងហើយពួកយើងក៏បានសរសេរតទៀតដោយសារតែមុនហ្នឹងបានចំណាយពេលអស់ច្រើនមែនទែនគ្រាន់តែនិយាយបណ្ដាសេបណ្ដាហ្នឹងហើយគោលដៅរបស់យើងពេលហ្នឹងគឺយើងចង់សរសេរគ្រប់400ពាក្យនៅពេលហ្នឹងបន្ទាប់ពីបានចំណាយពេលអស់តែកន្លះម៉ោងអត់និយាយអីសាំច្រើនពួកយើងក៏បានសរសេរគ្រប់200ពាក្យទៀតអញ្ចឹងទៅគឺសរុប400ពាក្យហើយនេះគឺជារូបដែលពួកយើងបានថតសម្រាប់សរសេរគ្រប់400ពាក្យអញ្ចឹងយើងនៅខ្វះ3រូបទៀតដែលវាស្មើនឹង600ពាក្យទៀតប៉ុន្តែអត់តន់អស់ចិត្តពួកយើងក៏នៅបន្ថែម200ពាក្យទៀតដើម្បីឲ្យបានថតរូបនៅក្រៅមុននឹងត្រឡប់ទៅផ្ទះវិញតែសារអីចុះដល់មកគេបិទអីដំបងពេលដំបងមានអារម្មណ៍ថារៀងស្រួលទេណាប៉ុន្តែដល់ពេលសេដល់600ពាក្យជាងខ្ញុំមានអារម្មណ៍ថាចុះអាគីនេះអត់ដឹងខ្លួនដល់ពេលខ្ញុំឈប់សេឥឡូវអាគីនេះឡើងចេះប៉ុន្តែអត់អីទេគេហៅថាតស៊ូគង់បានសម្រេចយើងត្រូវមានភាពអត់ធ្មត់ឥឡូវហ្នឹងគឺពួកយើងមកដល់ផ្ទះហើយយើងត្រូវចាប់ផ្ដើមសរសេរតទៀតហើយចាប់ពីពេលហ្នឹងទៅគឺពួកយើងផ្ដោតទៅលើការសរសេរសុទ្ធហ្មងដោយសារតែថ្ងៃមិញគឺពួកយើងនឹងនិយាយគ្នាលេងច្រើនពេកអញ្ចឹងទៅវាខាតពេលច្រើនហើយអ្វីដែលយើងត្រូវធ្វើហ្នឹងគឺយើងត្រូវសរសេរគ្រប់ក្នុងពេលមួយល្ងាចហ្នឹងដោយសារតែពួកយើងអត់ចង់ឲ្យវាដល់យប់ពេកទេអញ្ចឹងទៅពេលដែលយើងផ្ដោតទៅលើតែការសរសេរហ្នឹងពួកយើងចំណាយពេលអស់តែ7ម៉ោងហើយឥឡូវនេះគឺយើងបានសរសេរហើយទាំងអស់គឺម្នាក់1000ពាក្យចឹងសរុបទៅគឺវា2000ពាក្យហើយពាក្យដែលយើងសរសេរហ្នឹងគឺ follow បាទពួកយើងសរសេរពាក្យ follow 2000ពាក្យមួយថ្ងៃពេញហ្នឹងអញ្ចឹងមូលហេតុដែលយើងទៅសេពី follow ហ្នឹងគឺដោយសារតែយើងចិត្តគុំ 100k follower ហើយតាមពិតទៅគឺយើងខ្វះ5000 follower ប៉ុន្តែពួកខ្ញុំសម្រេចចិត្តថាយកតែ2000យកមកទៅសេទេដោយសារអីបើសិនជាយើងទៅសេ5000គឺវាអស់กระดาษច្រើនទី1ទី2គឺ5000វាច្រើនចូលអញ្ចឹងទៅខ្ញុំគិតថាបើទៅសេ2000វាអាចទៅហួចច្រើនជាងក្នុងការសេហ្នឹងគឺពួកយើងមានភាពអត់ធ្មត់ហើយនឹងព្យាយាមមែនតើដើម្បីឲ្យបានគ្រប់ម្នាក់1000ពាក្យហ្នឹងវាមិនមែនជាការងារមួយដែលពិបាកខ្លាំងទេប៉ុន្តែគាត់ថាបើសិនជាយើងអត់មានការអត់ធ្មត់បើសិនជាយើងអត់បដោតទៅលើអាហ្នឹងគឺយើងអាចសេបានទេទោះបីជាវាការងារស្រួលក៏ដោយប៉ុន្តែបើយើងនិយាយជារឿងទូទៅវិញរឿងអីក៏ដោយឲ្យតែយើងមានភាពអត់ធ្មត់មានការតស៊ូគឺយើងគង់តែធ្វើបានសំខាន់ឲ្យតែយើងធ្វើកុំឲ្យឈប់អរគុណច្រើន